ប្រឡោមលោករឿងក្បត់ដីដើមបីប្រាក់និពន្ធដោយអ្នកស្រីប៊ុនចន្ទថាឆ្នាំ1967វគ្គ1មើលកូនឲ្យបងផងបើຕົកជាមីនផានខំរកពេទ្យបថ្នាំសង្កូវចំណាយអស់ប្រាក់កាក់ដែលខំរកស៊ីសន្សំមកប្រមាណឆ្នាំរហូតដល់អស់ទាំងមាសពេជ្រពីក្នុងខ្លួនទៅទៀតក៏ជំងឺពូនឹមប្តីរបស់គាត់ដែលធ្លាក់ខ្លួនឈឺជាង3ខែមកហើយមិនទាន់ឃើញបានធូរស្រួលដែរកាន់តែយូរថ្ងៃកាន់តែខ្សត់លុយជំងឺក៏កាន់តែដាបចុះជាលំដាប់តលតែគាត់និងបុត្រីគាត់ផុតសង្ឃឹមថាពូនឹមនឹងបានរស់តទៅទៀតថ្ងៃនេះអាការៈពូនឹមធ្លាក់ចុះដុនដាបខ្លាំងជាងថ្ងៃណាទាំងអស់នៅលើក្រែកំពុងអ្នកជំងឺដេកស្ដុកស្ដង្ខស្គមដូចរូបអសុភ័ក្រដៃទាំងពីរដាក់គុំលើទ្រុងជាសញ្ញាអស់អាល័យក្នុងជីវិតនៅក្បែរខ្លួនអ្នកជំងឺមីងផាន់និងស៊ីនួនអង្គុយអោបក្បាលជង្គង់សម្រក់ទឹកភ្នែកម៉ាត់ដូចរឿងរលឹមរោគគាព្យាធិមរណៈជាសំណៅរបស់ព្រំលិខិតកំហិតរបស់ធម្មជាតិប្រៀបដូចជាកងត្រាចកងធ្នង់ដែលវិលវល់តាមប្រឡាយវាសនាចារជាបញ្ញត្តិថាមានរូបត្រូវមានទុក្ខរបស់អ្វីដែលធម្មជាតិបង្កើតឡើងមករមែងធម្មជាតិទាមទារទៅវិញជាធម្មតាកើតចាស់ឈឺស្លាប់តែមានលើសត្វលោកគ្រប់រូបសេចក្តីស្លាប់ជាសភាវៈមិននឹងនរតែទៀងទាត់ជាទីបំផុតមនុស្សកើតឡើងហើយមនុស្សក៏តែងស្លាប់ទៅវិញដោយគ្មានអ្នកណាអាចគេចរួចក៏ប៉ុន្តែទោះជាមីងផាន់យល់ស្របទៅតាមទ្រឹស្ដីលើនេះក្តីក៏គាត់នៅមិនចង់ឲ្យប្តីគាត់ស្លាប់ដែរមែនបើពូនឹមស្លាប់នៅក្នុងពេលនេះមីងផាន់នឹងត្រូវវេទនាយ៉ាងសែនអាល័យប្រៀបដូចជាទុកអណ្ដែតក្លែងក្លងកណ្ដាលមហាសាគរអត់មានអ្នកកាត់ចង្កូតកាលមើលអត់ពីប្តីទៅតើឲ្យគាត់ទៅសង្ឃឹមលើអ្នកណាតើវាសនាស៊ីនួនបត្រីគាត់នឹងទៅយ៉ាងដូចម្ដេចទៅវិញគឺជាបញ្ហាធ្ងន់ធ្ងរមួយចោទមកលើខួរក្បាលគាត់ឲ្យគាត់ដោះស្រាយនៅក្នុងពេលនេះមីងផានភ្ញាក់ពីអារម្មណ៍ទុក្ខព្រួយមួយខណៈកាលបើបានឮសំឡេងបក់ស្អាចេញខ្យល់ខ្សៅពីមាត់ប្តីសម្លាញ់របស់គាត់ថាផាន់អូនទៅណាហើយមីងផាន់ប្រញាប់ជូតទឹកភ្នែកឲ្យស្អាតអង្កលខិតចូលទៅចិត្តអ្នកជំងឺខ្ញុំនៅចិត្តបងហើយតើពិសាបបឲ្យមានកម្លាំងបន្តិចទៅឬបងអ្នកជំងឺក្រវីក្បាលទ្រុងរវល់ខ្លាំងបងមិនឃ្លានទេផាន់កាលបើអត់អំពីបងទៅអូនមើលថែរក្សាស៊ីនួនកូនយើងឲ្យស្រួលបួលផងណាបើអូនទទួលពាក្យបងបានបងនឹងស្លាប់បិទភ្នែកចិត្តឮវិចារប្តីថ្លែងអំពីសេចក្តីអស់សង្ឃឹមក្នុងជីវិតដូច្នេះមីងផាន់ក៏ទប់ទឹកភ្នែកលែងបានយំហូរចេញមកមួយរំពេចកុំអាលអស់សង្ឃឹមបងអូនមិនអោយបងស្លាប់ទេបងត្រូវនៅរស់ដើម្បីខ្ញុំនិងកូនតទៅទៀតណាបងណាពូនឹមញញឹមស្ងួតយកដៃទៅចាប់ដៃប្រពន្ធមកដាក់លើទ្រូងទាំងអស់អាឡ័យគាត់ខំប្រឹងនិយាយហត់ដង្ហក់លួងលោមថាអូនយំឬឈប់យំទៅអូនសេចក្តីស្លាប់អ្នកណាក៏មិនអាចហាមឃាត់បានដែរអត់ពីបងទៅអូនត្រូវចេះតស៊ូដើម្បីស៊ីនួនកូនយើងណាទៅណាហើយចាស់ពុកខ្ញុំនៅឯនេះពុកយុវតីកំសត់ប្រញាប់ខាត់ចូលទៅជិតឪពុកអ្នកជំងឺចាប់ដៃប្រពន្ធនិងកូនមកច្របាច់យ៉ាងណែនទឹកភ្នែកពីរដំណក់ខ្លាដូចកញ្ចក់រងាធ្លាក់មកតាមចង្អូរថ្ពាត់កត់បិទភ្នែកមួយសន្ទុះដូចជារកនឹកអោរឿងអ្វីម្យ៉ាងបន្ទាប់មកទើបបើកភ្នែកឡើងវិញនិយាយទៅកាន់បុត្រីកំពូលដួងចិត្តថាស៊ីនួនកូនមាសឪពុកស្ដាយណាស់ដែលត្រូវស្លាប់មុនពេលបានឃើញកូនមានគ្រួសារតែកូនអើយធ្វើម្ដេចវាជាកម្មរបស់ពុកអត់ពីពុកទៅកូនត្រូវស្ដាប់ពាក្យទូន្មានរបស់ម្ដាយមុនកូនសម្រេចចិត្តទៅលើអ្វីមួយត្រូវកូនគិតដល់កិត្តិយសវង្សត្រកូលប្រពៃណីជាធំណាកូនកញ្ញាផប់រកហាមកឆ្លើយអ្វីលែងរួចនាងបណ្ដោយឲ្យទឹកភ្នែកកម្មហូរចេញមកជាចម្លើយយ៉ាងសែនខ្លោចផ្សាពូនឹមឈប់ស្ងៀមឲ្យបាត់ហត់បន្តិចទើបវិចារទៅកាន់ភរិយាម្ដងថាខ្លួនបងអស់អាល័យនឹងជីវិតរស់នៅតទៅទៀតហើយតែ
បងនៅស្ដាយអូននៅព្រួយបារម្ភពីកូនដែលកំពុងស្ថិតនៅក្នុងវ័យពេញក្រមុំអត់ពីបងទៅដឹងជាអូនរងទុក្ខវេទនាយ៉ាងណាអនាគតស៊ីនួនកូនកំព្រាឪពុកថ្ងៃក្រោយវានឹងប្រែប្រួលយ៉ាងដូចម្ដេចទៅបងស្ដាយដែរស្ដាយដោយមិនបានរស់នៅថែរក្សាស៊ីនួនរហូតមានប្តីតែបងនៅតែសង្ឃឹមលើទឹកចិត្តស្រឡាញ់កូនរបស់អូនមុខជាមិនបណ្ដោយឲ្យវាសនាអាក្រក់ជិះជាន់មកលើខ្សែជីវិតរបស់ស៊ីនួនកូនយើងបានទេកុំព្រួយបារម្ភមកលើខ្ញុំនិងកូនធ្វើអីបងមីងផាន់បាននិយាយខ្ញុំនឹងថែរក្សាស៊ីនួនតាមបណ្ដាំបងទាំងអស់សូមបងតាំងចិត្តឲ្យល្អជំងឺរបស់បងលោកគ្រូពេទ្យបានឲ្យពាក្យសន្យាថាបងមុខជាបានជាឡើងវិញក្នុងពេលឆាប់នេះចូលបងតាំងសតិអារម្មណ៍ឲ្យស្ថិតស្ថេរណាបងអ្នកជំងឺដឹងថាភរិយាសម្លាញ់លោកលើកទឹកចិត្តខំប្រឹងបង្ហើបបបោមាត់ស្ងួតក្រៀមនិយាយសំឡេងចុះខ្សោយជាងមុនថាមិនបាច់និយាយលើកទឹកចិត្តបងទេអូនផាន់បងចង់នៅរស់ថែរក្សាអូននិងកូនតទៅទៀតណាស់តែជំងឺរបស់បងវាកំពុងបង្ខំឲ្យបងទៅចោលអូនចោលកូនសម្លាញ់ដំណើរជីវិតហាមឃាត់មិនបានទេអូនធ្វើម្ដេចជាតិនេះយើងមានកម្មពុននឹមចង់បន្តវិចារទៅទៀតតែទឹកភ្នែករួយដំណក់នាំគ្នាហូរប្រដេញចេញមកផ្ទួនបង្អាក់សំឡេងត្រឹមប៉ុណ្ណេះនាងផាន់នឹងបស្រីឃើញដូច្នេះកាន់តែខ្សឹកខ្សួលអួតអាក់ពេលនេះអស់មានអ្នកណាជួយលួងអ្នកណាបានទៀតហើយម្នាក់ប្រឹងស្រែកទ្រហោយំបន្ធូរទុកសោកចេញវាទាំងទ្រូងទាំងជុកចាក់ពុននឹមបាត់ស្មារតីម្ដងទៀតបន្ទាប់មកក៏ចាប់ផ្ដើមហត់ដង្ហក់កាន់តែខ្លាំងទឹកភ្នែកទាំងគូល្អក់ដែលខំប្រឹងបើកមើលប្រពន្ធនឹងកូនអំបញ្ញមិញបិទទៅវិញជាលំដាប់ដឹងជាក់ថាខ្លួនឯងនឹងលាចាកលោកនៅពេលបន្តិចទៀតខាងមុខនេះពុននឹមខំប្រឹងលើកដៃប្រណម្យដាក់លើទ្រូងទន្ទិញផោខ្សោយចេញតាមរលកសំឡេងយំសពនៃភរិយានិងមន្ត្រីពុទ្ធោអរហង្គពុទ្ធោអរហង្គពុទ្ធោអរហង្គអូយពុទ្ធោស្ងាត់សំឡេងប្រធោវិញ្ញាណក្ខន្ធអភ័ព្វរបស់ពុននឹមក៏របូតចេញពីរាងកាយបាក់ទៅកណ្ដាលសមុទ្រទឹកភ្នែកនៃភរិយានិងកូនស្រីសម្ងាត់ចិត្តពុននឹមស្លាប់ហើយវិញ្ញាណក្ខន្ធគាត់កំពុងធ្វើដំណើរទៅកាន់សុគតិភពទៅដោយគ្មានត្រឡប់ទុកបន្សល់នៅតែមីងផាន់និងស៊ីនួនប៉ុណ្ណោះឲ្យតស៊ូនឹងរលកជីវិតក្នុងលោកអនត្តាតទៅទៀតអនិច្ចាសង្ខារមិនទៀងទាត់សោះកាលបើធ្វើបុណ្យជាបនកិច្ចសពពុននឹមត្រឹមត្រូវតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាហើយគ្រួសារមីងផាន់ត្រូវអស់សេចក្តីសុខពីអ្នកម្ដាយកូនអង្គុយយំទល់មុខគ្នាមួយថ្ងៃវល់ល្ងាចចំហាយទឹកភ្នែកធ្វើឲ្យដួងចក្ខុឡើងក្រហមហើមពោលបើកលែងចង់រួចពីថ្ងៃនេះរលាយអស់ហើយសេចក្តីសុខសាន្តក្នុងគ្រួសារដែលធ្លាប់តែសុខដុមរមនាកាលពីកន្លងមកកញ្ញាស៊ីនួនត្រូវឈប់រៀនដោយសារមកពីការខ្វះខាតក្នុងគ្រួសារចំណែកនាងផាន់ទៅជាស្គត់ចិត្តដើរលេងសត្វប្រត្រាប់ភ្លេចផ្ទះសំបែងចេះជក់បារីចេះផឹកស្រារហូតដល់ចេះលេងបៀតថែមទៀតផងមួយថ្ងៃដែលកន្លងផុតទៅនាងផាន់បណ្ដោយឲ្យខ្លួននៅតែក្នុងវងលបែងអបាយមុខឯស៊ីនួនគ្រប់24ម៉ោងនៅដេកយំសោកសង្រេងគ្មានចេះចាប់យំហើយយំទៀតយំតតែទឹកភ្នែកចង់ក្លាយទៅជាឈាមថ្ងៃខែចេះតែធ្វើដំណើរលឿនលយទៅមុខខែ1រួចខែ2ខែ3ខែ4ផ្លាស់វេនតគ្នាជាលំដាប់ចាប់តាំងពីពេលដែលពុននឹមស្លាប់ទៅមកទល់គ្នានឹងថ្ងៃនេះឃើញថាបាន1ឆ្នាំកត់ក្នុងអំឡុងពេលដែលកន្លងផុតទៅនេះម្ដាយនិងកូនស្រីបានប្រើវិថីជីវិតផ្សេងពីគ្នានាងផាន់ស្គួតលបែងលក់របស់អំរោះអំរអស់ពីក្នុងផ្ទះរលីងសូម្បីតែសំពត់ស្លៀកនិងខ្លួនក៏មានដោះបញ្ចាំងមួយដងមួយកាលដែរដោយងប់នឹងលបែងមែនតែនងើបមុខឡើងរួចពីវងបៀចំណែកនាងស៊ីនួនស្គត់ចិត្តគិតតែពីសង្កត់នៅក្នុងបន្ទប់ជួនកាលសើចជួនកាលយំនិយាយរវើរវាយឡើងទាំងខុសឡើងទាំងត្រូវមិនខុសអ្វីពីមនុស្សវិកលចរិតឡើយអ្នកចិត្តខាងដែលធ្លាប់រាប់អានគ្រួសារនេះកាលពីពុននឹមនៅរស់នាំគ្នាជួយអាណិតអាសូរតែក៏គ្មានអ្នកណាជួយដោះស្រាយអ្វីកើតក្រៅពីជំនុំគ្នាដកដង្ហើមធំការប្រើជីវិតឲ្យរស់នៅក្នុងបនបៀមីងផាន់បានស្គាល់បុរសម្នាក់ឈ្មោះកន
ងាយកនជាចៃបៀឬថាលោកគ្រូបៀក៏សឹងបានមួយថ្ងៃកនសំកប់រស់នៅតែក្នុងបនបៀហើយមានស៊ីអត់ស៊ីក៏ដោយសារសន្លឹកបៀនេះមីងផាន់និងកនផ្ដាំស្គាល់គ្នាដំបូងក្នុងឋានៈជាមួយប្រចាំវងបៀដូចគ្នាពេលនេះកនចាញ់ខ្ចីមីងផាន់ថ្ងៃណាមីងផាន់យីអូនដាក់ប្រាក់រលាយក៏មានពេលខ្ចីពីកនវិញដែរគឺគេអាចខ្ចីគ្នាទៅវិញទៅមកបានដោយមិនរគៀសចិត្តចំណងមិត្តភាពរវាងមីងផាន់និងកនមិនបានប៉ុន្មានកនក៏ស្រឡាញ់មីងផាន់ឯមីងផាន់ក៏ព្រមស្រឡាញ់ពេញចិត្តចំពោះកនដែរអ្នកទាំងពីរបានក្លាយទៅជាប្តីប្រពន្ធគ្នាលួចលាក់ស្ងាត់កំបាំងពីផ្នែកច្រមុះអ្នកជិតខាងពេលថ្ងៃចេញបាត់អស់ពីផ្ទះនៅសល់តែកញ្ញាស៊ីនួនម្នាក់ឯងយប់ដល់យប់កណ្ដាលអាធ្រាត្រទើបមីងផាន់និងនាយកនត្រឡប់មកផ្ទះវិញដល់រស់នៅជាមួយគ្នាយូរទៅមីងផាន់ឡើងម៉ាស់អៀនអ្នកជិតខាងសុខចិត្តឲ្យនាយកនមកនៅលើផ្ទះដែលជាគេដំណើររបស់ខ្មោចប្តីយ៉ាងពេញមុខកញ្ញាស៊ីនួនមិនបានពេញចិត្តចំពោះគំនិតដ៏ឆ្កួតវង្វេងរបស់ម្ដាយទេតែនាងក៏មិនហ៊ានចេញវិចារថាជាអ្វីក្រៅពីអង្គុយសម្រក់ទឹកភ្នែកនៅមុខរូបថតខ្មោចឪពុកនាងប៉ុណ្ណោះអ្នកនៅជិតខាងពុំផងរបងជាមួយគេនាំគ្នានិយាយដើមមីងផាន់គ្រប់មាត់ឯមីងផាន់មិនខ្ចីរវល់យកចិត្តទុកដាក់និងស្ដាប់ពាក្យរអារអងទាំងនោះទាល់តែសោះមីងផាន់លែងខ្មាស់លែងខ្លាចគេនិន្ទាលែងញញឹតចិត្តកូនក្រមុំគិតតែពីជញ្ជូនយករបស់ទ្រព្យបញ្ចាំងទៅលេងបៀផុតពេលលេងបៀក៏មកដេកប្រឡែងគៀកកើយជាមួយប្តីកនសើចក្អាក់ក្អាយសប្បាយភ្លេចគិតដល់ខ្មោចប្តីសូនឈឹក